មេរៀនសំខាន់បងពីអំណាចអនុសម្បញ្ញៈនៅក្នុងខ្លួនរបស់យើងមេរៀនទី51ចង់ដឹងខ្លឹមសារមេរៀននេះកាន់តែច្បាស់បងប្អូនតាមវីដេអូនេះដល់ចប់ចូលចាំថាអនុសម្បញ្ញៈគឺជាការកំណត់ជោគជ័យនិងការសម្រាប់ដល់គោលដៅដ៏មហោស្ចារ្យនៃអ្នកវិទ្យាសាស្ត្រដ៏ឆ្នើមដោយសារការជំរុញសម្បញ្ញៈចាប់អារម្មណ៍និងផ្ដោតតម្រង់ទៅរកចម្លើយនៃដំណោះស្រាយលើបញ្ហាស្មុគស្មាញអនុសម្បញ្ញៈនិងបំរើប្រមូលទិន្នន័យដែលចាំបាច់រួចបញ្ជូនបន្តទៅឲ្យសម្បញ្ញៈបើអ្នកកំពុងស្មុគស្មាញនៅក្នុងការដំណោះស្រាយអ្វីមួយចូលព្យាយាមស្វែងរកដំណោះស្រាយឲ្យចំគោលដៅហើយទទួលយកទិន្នន័យទាំងឡាយតាមដែលអាចរកអំពីការវិភាគរួមទាំងពីអ្នកដទៃផងដែរប្រសិនបើនៅមិនទាន់ទទួលបានចម្លើយចូលប្រគល់វាទៅឲ្យអនុសម្បញ្ញៈនៅមុនពេលចូលដំណេកដោយដំណោះស្រាយតែងតែមានជានិច្ចអនុសម្បញ្ញៈមិនដែលបរាជ័យទេអ្នកអាចមិនទទួលចម្លើយលឿនរហ័សជានិច្ចនោះទេចូលផ្សារភ្ជាប់ប្តីប្រាថ្នានៅជាមួយនឹងអនុសម្បញ្ញៈចាប់ដើមពីពេលងងឹតអន្តការរហូតដល់ថ្ងៃរះអ្នកធ្វើឲ្យបានទទួលចម្លើយនៅទៅជាយឺតយ៉ាវពីព្រោះតែការគិតវាថាជាបញ្ហាធំដុំដែលត្រូវប្រើពេលយូរនៅក្នុងការដោះស្រាយអនុសម្បញ្ញៈរបស់អ្នកมันមានបញ្ហាអ្វីទេវាដឹងតែរកដំណោះស្រាយប៉ុណ្ណោះចូលជឿថាអ្នកបានទទួលចម្លើយភ្លាមតាន់ចិត្តចូលបង្កើតអារម្មណ៍ឲ្យរីករាយចំពោះចម្លើយដែលបានទទួលឬគិតដល់អារម្មណ៍ល្អនៅពេលអ្នកទទួលចម្លើយល្អឥតខ្ចោះអនុសម្បញ្ញៈនឹងឆ្លើយតបអារម្មណ៍អ្នកជានិច្ចរូបភាពនៅក្នុងចិត្តបែបណាក៏ដោយដែលមានសទ្ធានឹងការព្យាយាមជាបង្អែកវានឹងក្លាយជាការពិតដោយឆ្លងកាត់តាមដំណើរការប្រព្រឹត្តដ៏អស្ចារ្យរបស់អំណាចនៃអនុសម្បញ្ញៈចូលទុកចិត្តហើយនឹងជឿលើអំណាចរបស់វានេះជាភាពអស្ចារ្យនឹងការកើតឡើងនៅពេលអ្នកសូត្របួងសួងអនុសម្បញ្ញៈរបស់អ្នកតើអនុភាពនៃការចងចាំនៅខាងក្នុងអនុសម្បញ្ញៈបានកត់ត្រាបទពិសោធន៍ទាំងឡាយចាប់តាំងពីនៅក្មេងមកម្ល៉េះអ្នកវិទ្យាសាស្ត្រផ្ដោតការពិចារណាយ៉ាងយកចិត្តទុកដាក់ចំពោះដុំឥដ្ឋក្រដាសបុរាណព្រះវិហារសាកសព fossil ជាដើមរហូតដល់អាចមើលឃើញរូបភាពកាលពីអតីតនឹងធ្វើឲ្យមានជីវិតឡើងវិញនៅក្នុងពេលបច្ចុប្បន្នអនុសម្បញ្ញៈរបស់ពួកគេគឺជាជំនួយការដ៏មានប្រសិទ្ធភាពចូលស្នើសុំអ្វីដែលអ្នកប្រាថ្នាចង់បានពីអនុសម្បញ្ញៈមុនពេលដំណេកហើយអនុសម្បញ្ញៈគឺជាអ្នកមានបញ្ញាញាណនិងមើលឃើញសពរឿងរ៉ាវទាំងតែមានករណីលើកលែងម្យ៉ាងថាអ្នកមិនត្រូវសង្ស័យនិងស្ទាក់ស្ទើរអំពីអំណាចរបស់វាទេសកម្មភាពកើតពីគំនិតរបស់អ្នកចំណែកប្រតិកិរិយាឆ្លើយតបគឺជាចម្លើយពីអនុសម្បញ្ញៈរបស់អ្នកដូច្នេះបើអ្នកគិតយ៉ាងឆ្លាតវៃទង្វើនឹងការសម្រេចចិត្តរបស់អ្នកនឹងប្រព្រឹត្តទៅយ៉ាងឆ្លាតវៃដូចគ្នាការបង្ហាញផ្លូវមកឲ្យអ្នកក្នុងរូបភាពជាអារម្មណ៍មួយប្រភេទការត្រាស់ដឹងនិងប្រភ្នូលដែលជាញៀនខាងក្នុងចូលធ្វើតាមវាចុះព្រោះនេះហើយគឺជាចម្លើយអ្នកត្រូវចំណាយពេលប្រមាណ8ម៉ោងរាល់24ម៉ោងឬក៏1/3នៃពេលវេលានៅក្នុងជីវិតទៅលើការគេងវាគឺជាច្បាប់ជីវិតដែលពុំមែនការពន្យាពេលឬលើកលែងអ្វីទាំងអស់រួមទៅដល់ពិភពសត្វនិងរុក្ខជាតិផងដែរការដេកសម្រាកគឺជាច្បាប់នៃព្រះជាម្ចាស់ដំណោះស្រាយបញ្ហាជាច្រើនរបស់យើងបានទទួលការបង្ហាញផ្លូវនៅខណៈពេលគេងលក់លើក្រែមនុស្សជាច្រើនគាំទ្រទ្រឹស្ដីដែលថាពេលហត់នឿយពីថ្ងៃយើងនឹងគេងលក់នៅពេលយប់ដើម្បីសម្រាករាងកាយដោយដំណើរការជួសជុលរាងកាយប្រព្រឹត្តទៅនៅក្នុងខណៈពេលយើងគេងលក់តើតាមពិតទៅគ្មានអ្វីឈប់សម្រាកទេខណៈពេលយើងដេកលក់មិនថាជាបេះដូងសួតនិងអវយវៈសំខាន់ផ្សេងដទៃទៀតសុទ្ធតែនៅធ្វើការទាំងអស់អ្នកទទួលទានអាហារមុនពេលគេងអាហារក៏នៅតែរំលាយនិងបឺតស្រូបដូចគ្នានឹងស្បែកដែលបញ្ចេញញើសគ្រប់ពេលវេលានិងក្រចកដែលដុះលូតលាស់ជាបន្តបន្ទាប់យ៉ាងទៀតអនុសម្បញ្ញៈរបស់អ្នកមិនដែលសម្រាប់ឡើយវាធ្វើការជាប់ជាប្រចាំដោយគ្រប់គ្រងធម៌ពលចាំបាច់នៅក្នុងការទ្រទ្រង់ជីវិតរបស់អ្នកដំណើរការព្យាបាលកើតឡើងយ៉ាងឆាប់រហ័សខណៈពេលយើងគេងលក់ព្រោះវាពុំមានការជ្រៀតជ្រែកអំពីសម្បញ្ញៈគួរឲ្យកត់សម្គាល់ឃើញថាចម្លើយផ្សេងវាតែងតែលេចឡើងមកឲ្យអ្នកខណៈពេលដែលអ្នកគេងលក់ជានិច្ចនេះផងដែរខ្ញុំសូមណែនាំជាមួយនឹងវីកាហ្វេបងអូនណាខ្លះដែលមានបញ្ហាចាលើកជាតិខ្លាញ់ដូចជាអាស៊ីតដូចជាស្ករហើយបងណាខ្លះចាដែលស្គាល់វីកាហ្វេជាលើកទី1ឬក៏ស្គាល់យូរហើយប៉ុន្តែបងមិនទាន់បានពិសាអាចជ្រើសយកមកពិសាបានបងព្រោះវីកាហ្វេនេះអត្ថប្រយោជន៍គឺជួយគ្រប់គ្រងជាតិស្ករជួយគ្រប់គ្រងសម្ពាធឈាមហើយនឹងជួយដំណើរការឈាមរត់បានល្អស័ក្តិសមបំផុតសម្រាប់មនុស្សទូទៅនិងអ្នកជំងឺទឹកនោមផ្អែមផងដែរវីកាហ្វេផ្សំឡើងពីគ្រាប់កាហ្វេ Arabica Brazil សម្បកមង្ឃុតចម្រាញ់ភ្ញីខ្មៅនិងជាតិផ្អែមពីស្ករអំពៅខ្មៅចម្រាញ់ដោយរូបមន្តណាណូដែលមិនធ្វើឲ្យប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមមិនត្រឹមតែមិនប៉ះពាល់ទេចាគឺជួយឲ្យអ្នកជំងឺទឹកនោមផ្អែមលើជាតិខ្លាញ់លើជាតិស្ករលើជាតិអាស៊ីតបង្កើនធម៌ពលដល់រាងកាយឲ្យគាត់ចាមានធម៌ពលរាងកាយត្រឡប់មកវិញសម្រាប់វីកាហ្វេចាគឺមិនមែនជាឱសថឬក៏ជាថ្នាំពេទ្យដែរប៉ុន្តែវាជាអាហារូបត្ថម្ភដើម្បីជួយរាងកាយរបស់យើងមានធម៌ពលចឹងមិនមែនការចៃដន្យទេបងប្អូនអូខេវីដេអូនេះចាបងប្អូនណាមិនទាន់បានពិសាចាំមកពិសាទាំងអស់គ្នាដើម្បីធម៌ពលរាងកាយដើម្បីសុខភាពល្អទាំងអស់គ្នា